ចាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវស្វែងយល់ពីកិច្ចការអាស៊ានស្របពេលដែលប្រទេសទាំង10នឹងធ្វើសមាហរណកម្មបង្កើតជាតំបន់សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំ2015ប៉ុន្តែអ្នកវិភាគកិច្ចការសង្គមយល់ឃើញថាសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ2015នឹងធ្វើឲ្យប្រទេសកម្ពុជាជួបឧបសគ្គជាច្រើនជាងផលចំណេញដោយសារតែរដ្ឋាភិបាលកម្ពុជាបានចំណាយពេលវេលានិងធនធានតិចតួចនៅក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋកម្ពុជាឲ្យយល់ដឹងពីកិច្ចការអាស៊ានលោកអានសិដ្ឋារាយការណ៍ពីស្ដាបច្ចុប្បន្នការបង្កើតតំបន់សេដ្ឋកិច្ចអាស៊ាននៅក្នុងឆ្នាំ2015គឺជាប្រធានបទដែលមជ្ឈដ្ឋាននានារួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋទូទៅមកជជែកគ្នាមិនដាច់ពីមាត់ថាតើការរួមបញ្ចូលសេដ្ឋកិច្ចគ្នាតែមួយនឹងផ្ដល់ប្រយោជន៍ដល់កម្ពុជាឬយ៉ាងណាឯកសារគោលរបស់អាស៊ានបានសរសេរថាគោលបំណងនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបង្កើតឲ្យមានទីផ្សាររួមមួយដែលប្រកបដោយភាពប្រកួតប្រជែងដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្មារតីគ្នារវាងប្រទេសសមាជិកអាស៊ានក្នុងតំបន់រួមទាំងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់និងពិភពលោកប៉ុន្តែគោលបំណងនេះគឺផ្ទុយពីគោលបំណងដំបូងរបស់សមាគមអាស៊ាននៅក្នុងឆ្នាំ1967ដែលប្រទេសស្ថាបនិករួមមានថៃម៉ាឡេស៊ីឥណ្ឌូនេស៊ីសិង្ហបុរីនិងប្រទេសហ្វីលីពីនបង្កើតសម្រាប់ទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមត្រជាក់តែប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នប្រទេសសមាជិកអាស៊ាននីមួយៗចង់បាននូវគោលបំណងសំខាន់3ផ្សេងទៀតរួមមានទី1អភិវឌ្ឍតំបន់ឲ្យក្លាយជាមូលដ្ឋានផលិតកម្មទី2ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្នែកឧស្សាហកម្មតាមរយៈការប្រមូលផ្ដុំនូវធនធាននិងការចែករំលែកទីផ្សារនិងទី3បង្កើតឲ្យក្លាយជាតំបន់មួយប្រកបដោយសក្តានុពលទាក់ទាញវិនិយោគបរទេសនិងជាតំបន់ទេសចរណ៍បញ្ហានេះប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលសមាហរណកម្មអាស៊ាននៅថ្ងៃទី31ខែធ្នូឆ្នាំ2015រវាងប្រទេសសមាជិកអាស៊ានទាំង10ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាផលប្រយោជន៍នៃការធ្វើសមាហរណកម្មគឺមិនមែនសម្រាប់អ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលមន្ត្រីរាជការឬសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលនោះទេប៉ុន្តែប្រជាពលរដ្ឋវិញក៏ត្រូវយល់ដឹងថាតើអាស៊ាននឹងផ្ដល់ផលប្រយោជន៍ដល់ពួកគេនៅពេលដែលសមាគមអាស៊ាននឹងបង្កើតជាតំបន់សេដ្ឋកិច្ចតែមួយនៅពេលដ៏ខ្លីខាងមុខលោកកណាខ្ញុំធ្លាប់បានលើកច្រើនដងដើម្បីបញ្យល់ទៅកាន់ប្រជាពលរដ្ឋរបស់យើងថាតើមានមូលហេតុអ្វីខ្លះទៅដែលទាក់ទាញឲ្យយើងចូលអាស៊ាននេះជាចំណុចដែលយើងជាសមាជិកអាស៊ានត្រូវដឹងមិនមែនគ្រាន់តែដឹងសម្រាប់មេដឹកនាំម្នាក់ពីរនាក់ឬក្នុងគណៈរដ្ឋមន្ត្រីនោះទេឬសមាជិកសភានោះទេប៉ុន្តែប្រជាពលរដ្ឋរបស់យើងគួរត្រូវបានដឹងទោះជាយ៉ាងណាក៏ដោយអ្នកវិភាគសង្គមនិងសេដ្ឋកិច្ចមួយចំនួនយល់ឃើញថាចាប់តាំងពីប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅឆ្នាំ1999កម្ពុជាបានចំណាយពេលវេលានិងធនធានតិចតួចដើម្បីផ្សព្វផ្សាយពីកិច្ចការអាស៊ានដល់ប្រជាពលរដ្ឋម្យ៉ាងវិញទៀតការចូលជាសមាជិកកន្លងមកបានធ្វើឲ្យកម្ពុជាចំណេញច្រើនលើផ្នែកកិច្ចការបរទេសនិងមានកេរ្តិ៍ឈ្មោះល្អនៅលើឆាកអន្តរជាតិប៉ុន្តែភាពជាសមាជិកអាស៊ានមិនបានធ្វើឲ្យកម្ពុជាចំណេញលើផ្នែកសេដ្ឋកិច្ចឡើយឧបសគ្គនោះដោយសារតែកម្ពុជាធ្វើការអភិវឌ្ឍធនធានមនុស្សមានកម្រិតទាបនិងមូលដ្ឋានផលិតកម្មមិនមានភាពប្រកួតប្រជែងទោះជាយ៉ាងណាក៏ដោយការចូលជាសមាជិកអាស៊ាននិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានអាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាអាចរៀនសូត្រពីភាពជឿនលឿនពីប្រទេសសមាជិកអាស៊ានបានមួយចំនួនប្រធានកម្មវិធីអភិវឌ្ឍធនធានយុវជនលោកជាងសុខាមានប្រសាសន៍ថាផលចំណេញសម្រាប់ប្រទេសកម្ពុជាគឺការស្វែងយល់អំពីយន្តការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអាស៊ាននីមួយៗដើម្បីផ្សារភ្ជាប់កម្លាំងពលកម្មកម្ពុជាទៅនឹងទីផ្សារការងារអាស៊ាននៅពេលដែលតំបន់សេដ្ឋកិច្ចបានបង្កើតឡើងប៉ុន្តែផលប្រយោជន៍សម្រាប់យុវជនទៅនឹងការបើកចំហសេដ្ឋកិច្ចហាក់នៅមានកម្រិតទាបនៅឡើយចឹងតម្លៃកម្លាំងពលកម្មរបស់យើងទៀតវាអាចជាកត្តាមួយដែលយើងអាចស្រូបការងារបានដែរមានន័យថាឲ្យតែវាមានតម្លៃពលកម្មរៀងខ្ពស់ជាងសប្តាហ៍ថ្ងៃដែលយើងទទួលបានហ្នឹងបន្តិចទៅក៏ធ្វើឲ្យយើងអាចស្រូបឱកាសការងារបានប៉ុន្តែអ្វីដែលយើងបារម្ភថាតើគុណភាពការងារដែលយើងធ្វើនៅក្នុងកម្រិតសមត្ថភាពនៃជំនាញឬក៏ចំណេះដឹងដែលយុវជនខ្មែរបច្ចុប្បន្នហ្នឹងវាអាចស្រូបយកឱកាសបានដែរទេអាហ្នឹងគឺជាចំណុចសំខាន់ដែលយើងត្រូវពិភាក្សានោះការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាគឺជាឧបសគ្គចម្បងមួយក្នុងចំណោមឧបសគ្គជាច្រើនទៀតដែលស្ថាប័នមិនមែនរដ្ឋាភិបាលកម្ពុជាបានរកឃើញថាត្រូវដោះស្រាយឲ្យបានមុននឹងឈានជើងចូលរួមដល់ការធ្វើសមាហរណកម្មអាស៊ានប្រកបដោយភាពជោគជ័យជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត
ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានអះអាងថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងត្រៀមខ្លួនបានយ៉ាងល្អប្រសើរសម្រាប់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅបំណាច់ឆ្នាំ2015ប៉ុន្តែកម្ពុជាចាំបាច់ត្រូវតែពន្លឿនកំណែទម្រង់របស់ខ្លួនដើម្បីលើកកម្ពស់តម្លាភាពនិងភាពជឿជាក់បាននៃប្រព័ន្ធច្បាប់របស់ខ្លួនដើម្បីលើកទឹកចិត្តដល់ការវិនិយោគធនាគារអភិវឌ្ឍន៍អាស៊ីបានអះអាងទៀតថាដើម្បីទាញយកប្រយោជន៍ពីកលានុវត្តភាពនានាដែលផ្ដល់ដោយសហគមន៍សេដ្ឋកិច្ចអាស៊ានប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគបន្ថែមទៀតលើការអប់រំនិងសុខភាពការកាត់បន្ថយវិសមភាពផ្នែកសង្គមនិងវិសមភាពផ្នែកទ្រព្យធនក៏ជាការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការនៃការសម្រេចកំណើនសេដ្ឋកិច្ចនិងក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរសំខាន់ៗនានាដែលអាចកើតឡើងដោយសារតែសហគមន៍សេដ្ឋកិច្ចអាស៊ានម្យ៉ាងវិញទៀតសេដ្ឋកិច្ចកម្ពុជាត្រូវបន្ថយការពឹងអាស្រ័យលើវិស័យកាត់ដេរដោយបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ាននិងចាំបាច់ត្រូវតែធ្វើពិពិធកម្មមូលដ្ឋានទំនិញសម្រាប់ការនាំចេញរបស់ខ្លួនកសិផលសេវាទេសចរណ៍និងសេវាទំនើបនានាសុទ្ធតែជាកលានុវត្តភាពដែលផ្ដល់ដោយសហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្រោយឆ្នាំ2015ខ្ញុំអានស៊ីថាវិទ្យុអាស៊ីសេរីភ្នំពេញ